ជំរាបសួរពុកម៉ែបងប្អូនមិត្តភ័ក្តិនិងកូនទាំងអស់ទាំងក្នុងប្រទេសនិងក្រៅប្រទេសសួស្តីឆ្នាំថ្មីសិរីសួស្តីជ័យមង្គលចូលមានដល់អ្នកគ្រប់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយស្ដីអំពីសិលធម៌សង្គមធ្លាក់ចុះហេតុអីបានខ្ញុំលើកប្រធានបទនឹងឡើងពីព្រោះខ្ញុំអូសនៅក្នុងបណ្ដាញសង្គមទៅឃើញគេនិយាយពីសិលធម៌សង្គមនឹងធ្លាក់ចុះហើយក្នុងនាមខ្ញុំជាអ្នកអប់រំខ្ញុំមានមតិយោបល់ខ្លះចំពោះរឿងនេះតើហេតុអ្វីបានជាយើងដឹងថាសិលធម៌សង្គមធ្លាក់ចុះព្រោះយើងមើលឃើញថាមានមនុស្សទំនើងច្រើនតើហេតុអ្វីបានជាមានមនុស្សទំនើងច្រើនព្រោះខ្វះការអប់រំតើមានកម្មវិធីអប់រំបែបណាទើបអាចជួយលើកកម្ពស់សិលធម៌សង្គមបានបើយោងទៅតាមការសិក្សារៀនសូត្រនិងស្រាវជ្រាវរបស់ខ្ញុំមានកម្មវិធី2យ៉ាងទី1គ្រួសារទី2សាលាទី1នៅក្នុងគ្រួសារមេត្តាបិតាត្រូវប្រកាន់ខ្ជាប់នៅសិលធម៌ហើយវិចារអំពើអបាយមុខមានល្បែងស៊ីសងស្រាបារីនិងតន្ត្រីរាំច្រៀងខុសកាលមេត្តាបិតាត្រូវធ្វើជាគំរូដល់កូនហើយអប់រំណែនាំកូនឲ្យដើរតាមផ្លូវត្រូវត្រង់តម្រង់ទៅរកសច្ចៈសុចរិតនិងកតញ្ញូទី2នៅក្នុងសាលាត្រូវបន្ថែមកម្មវិធីសិក្សា2យ៉ាងទី1កម្មវិធីសមាទានសិល4ដងក្នុងមួយខែដូចនៅតាមវត្តអារាមដែរនៅតាមវត្តអារាមអ្នកសមាទានសិលភាគច្រើនឃើញតែលោកយាយលោកតាចុះក្មេងៗទៅណាពួកគាត់ទៅសាលាដូច្នេះក្មេងៗមិនបានទៅសុំសិលនិងរក្សាសិលដោយលោកយាយលោកតាទេទើបគេនិយាយថាសង្គមយើងសពថ្ងៃសិលធម៌ធ្លាក់ចុះហើយសម្បូរក្មេងទំនើងទី2កម្មវិធីសូត្រចេញតើអ្វីជាកម្មវិធីសូត្រចេញហើយត្រូវសូត្រអ្វីខ្លះហើយសូត្រពេលណាយើងចង់ឲ្យកូនសិស្សចេះអ្វីឲ្យពួកគាត់សូត្រនឹងទៅហើយសូត្រនៅមុនពេលចេញទៅផ្ទះមានដូចជាសិលធម៌គុណធម៌និងពាក្យពេចន៍របស់បណ្ឌិតអ្នកប្រាជ្ញផ្សេងដើម្បីអប់រំចិត្តរបស់គាត់ឲ្យក្លាយជាកូនល្អសិស្សល្អមិត្តល្អនិងពលរដ្ឋល្អនៅក្នុងសង្គមជាតិសំដូចពាក្យចាស់ពោលថាបណ្ដោះក្នុងគ្រួសារអប់រំនៅសាលាផ្លែផ្កានៅក្នុងសង្គមប៉ុន្តែបើគ្រួសារនិងសាលាខ្វះការអប់រំសង្គមនឹងរលួយសូមអរព្រគុណនិងអរគុណ